នេះគឺជា plugin color match សម្រាប់អ្នកដែលចង់បាន color ដូចគេប៉ុន្តែអត់សូវចេះធ្វើដូចបែបនេះខ្ញុំ download យក reference មួយមក click match មកស្តៀងគ្នាស្រេចខ្ញុំចំណាយពេលជាង8ថ្ងៃដើម្បីសុំខាង plugin ហ្នឹងឲ្យបញ្ចុះតម្លៃសម្រាប់អ្នកដែលចង់ប្រើប្រាស់សម្រាប់បងប្អូនខាង media ប្រកាសជាធ្លាប់ស្គាល់តកូ plugin ហ្នឹងហើយគឺ retouch for me អញ្ចឹងខ្ញុំនាំ 25% off សម្រាប់អ្នកទាំងអស់គ្នាដែលចង់ប្រើប្រាស់ plugin នៅក្នុង retouch for me ហ្នឹងនិយាយទៅគឺស្អីក៏ដោយនៅក្នុង website ហ្នឹងគឺ download បាន 25% off សម្រាប់ខែហ្នឹងនិយាយទៅគឺ 25% off គ្រប់ plugin នៅក្នុង website ទាំងអស់ហ្មងអ្នកទាំងអស់គ្នាអាច click link ដែលខ្ញុំ mention ខាងលើហ្នឹងឬក៏អ្នកទាំងអស់គ្នា apply promo code SONAKH20 អញ្ចឹងបានតែខែ April ហ្នឹងទេដាច់នៅចុងខែហ្នឹងណាអញ្ចឹងបើសិនជាទិញអត់ទាន់ទេគឺបើសិនចង់ទិញលើក្រោយបានតែ 20% off ទេអញ្ចឹងយើងខាត 5% អ្នកដែលធ្លាប់ស្គាល់ plugin ហ្នឹងប្រកាសជាដឹងហើយថា plugin ហ្នឹងអត់ថោកទេថ្លៃគួរសមដែរអញ្ចឹងប្រញាប់ទិញបងប្អូននេះណាអាចចុច link ដែលខ្ញុំដាក់ក្នុង caption ទៅលឿនចុចទៅដល់ហ្មងអូខេឥឡូវយើងបកទៅរបៀបប្រើវិញមុននឹងចូលទៅដល់ការប្រើប្រាស់ខ្ញុំចង់ប្រាប់អ្នកនរគ្នាថាមកមើលរូបភាពទាំងពីរនេះសិនយើងត្រូវចែកឲ្យដាច់រវាង indoor ហើយនិង outdoor ឧទាហរណ៍ថា plugin ហ្នឹងគឺល្អហើយប៉ុន្តែយើងយកមកប្រើប្រាស់ហ្នឹងគឺវាអត់ត្រូវស្រាប់អ្នកនរគ្នាទៅថត video footage outdoor បែបហ្នឹងហើយចង់បាន color បែប neon ដូចក្នុងរឿង John Wick អាហ្នឹងវាអត់ត្រូវអញ្ចឹងយើងត្រូវរក reference ដែលប្រហាក់ប្រហែលគ្នាឬក៏គិតថាយើងចង់រើអូខេឥឡូវឧទាហរណ៍ខ្ញុំដូរភ្លើងដាក់ពណ៌បៃតងវិញខ្ញុំចង់ match color ឥឡូវហ្នឹងដូចទៅរឿង John Wick អញ្ចឹង color វាគឺ green and gold tone ប៉ុន្តែឥឡូវហ្នឹងគឺភ្លើងរបស់ខ្ញុំពណ៌សតែខ្ញុំអាច match បានប្រហែល%ទី John style John Wick គឺធ្វើមិនចំហៀងទេអូខេមួយទៀត outdoor ខ្ញុំនឹងរើសយកពណ៌ដែលស្រដៀងគ្នាហើយយើង adjust បន្តិចតួចមកគឺប្រើប្រាស់បានហើយដើម្បី achieve បាន color នីមួយៗហ្នឹងសម្រាប់ខ្ញុំផ្ទាល់គឺយើងមើលទៅលើពីររឿងធំៗបែបងាយៗទី1គឺ gamma ហើយទី2គឺ color tone ខ្ញុំបើកវងកញ្ចក់បន្តិចចុះអ្នកនរនេះដែលឃើញគ្រឿងកុនណាភាគច្រើនភ្លឺកន្លែងណាដែលភ្លឺវាអត់ចែងចាំងខ្លាំងទេមានន័យថាវាអត់ brightness វាឡើងដល់ 100% ទេអញ្ចឹងភាគច្រើនគឺវារៀងល្ងិត 80% អញ្ចឹងទៅនិយាយខ្លីទៅភាគច្រើនគឺងងឹតតែមិនងងឹតបែបល្ងិតទេណាគឺបែបសតុនមិននេះភ្លឺចាញ់ៗដូចវីដេអូឥឡូវទេអញ្ចឹងយកបកទៅ plug in វិញកន្លែងដែលខ្ញុំពេញចិត្តជាងគេគឺ gamma វាទាញពលឺឲ្យ footage យើងនឹង match ជាមួយនឹង reference បន្តមកទៀតគឺ white tone ចូលគ្រាន់បើដែរតែយើងមិនអាចពឹងលើវា 100% ទេអញ្ចឹងមានន័យថាយើងនឹងត្រូវតែ adjust ដដែលអញ្ចឹងបើតាមបទពិសោធន៍របស់ខ្ញុំផ្ទាល់ខ្ញុំឃើញថាវាធ្វើការបានល្អជាមួយនឹង footage ដែលមាន profile ធម្មតាហើយ lock profile ដូចជាពិបាកធ្វើបន្តិចនិយាយទៅគឺយើងត្រូវការ adjust ទាញចុះទាញឡើងអញ្ចឹងទៅហើយបើធៀបជាមួយនឹង profile ដែលយើងថតធម្មតាដូចportrait ឬក៏ standard អញ្ចឹងខ្ញុំគិតថាវារៀងងាយស្រួលជាងអញ្ចឹងសម្រាប់អ្នកដែលចង់សាក plugin មួយហ្នឹងអាចចូលទៅ website ហើយទាញយក demo មកសាកប្រើបានអញ្ចឹងមុននឹងយើងសម្រាប់ចិត្តទិញ plugin ហ្នឹងយើង download មកហើយយើងសាកខ្លួនឯងមកអស់ចិត្តហើយបើគិតថាអូខេចាំយើងទិញតែខ្ញុំក៏ប្រាប់ណាងាយបាន 25% off ណាអញ្ចឹងបើសិនជាចង់ទិញសូទិញឲ្យហើយ